បាទសួស្តីបងប្អូនជាថ្មីម្ដងទៀតបាទក្នុងថ្ងៃនេះលោកគ្រូលើកយកលំហាត់ទី5ក្នុងមេរៀនសម្ព័ន្ធគីមីបាទអញ្ចឹងមេរៀននេះលោកគ្រូធ្វើតែមួយលំហាត់នេះទេសម្រាប់ឲ្យបងប្អូនមើលទាំងអស់គ្នាអញ្ចឹងបងប្អូនបានត្រៀមសិភៅប៊ិចបាទហើយនៅបាទអញ្ចឹងយើងអានប្រធានទាំងអស់គ្នាបាទគណនាកម្រិតរលាយនៅសីតុណ្ហភាព60អង្សាសេខណ្ឌកទឹក10ក្រាមរំលាយស្ករសបាន38បាទ.73ក្រាមបាទខទឹកបាទចំនួន20ក្រាមរំលាយសូដ្យូមនីត្រាតបាទបាន24.40ក្រាមកទឹកចំនួន50ក្រាមរំលាយប៉ូតាស្យូមនីត្រាតបាន54.50ក្រាមបាទអញ្ចឹងចំពោះលំហាត់ទី5នេះគេឲ្យយើងគណនាបាទកម្រិតរលាយបាននៅសីតុណ្ហភាព60បាទដោយគេបានប្រាប់ម៉ាស់របស់ទឹកហើយនឹងម៉ាស់របស់បាទធាតុរលាយនីមួយបាទអញ្ចឹងដើម្បីគណនាកម្រិតរលាយបានគឺយើងត្រូវប្រើរូបមន្តបាទដូចជាបាទកបាទយើងទឹក10ក្រាមស្ករសបាទ38.73ក្រាមអញ្ចឹងយើងប្រើរូបមន្តមួយនេះបាទដើម្បីដោះស្រាយលំហាត់នឹងបានអញ្ចឹងកម្រិតរលាយលោកគ្រូតាំងដោយ S បាទស្មើ m អងគុណឲ្យ100លើ m ទឹកm អងនេះបាទគឺជា m របស់ស្ករសដែលគេបានប្រាប់នៅប្រធានខាងលើបាទហើយ m ទឹកក៏យើងដឹងហើយដែរ10ក្រាមដូច្នេះយើងខណៈជួសលេខទាំងអស់នេះ m អងជួសលេខចូលបាទ m ទឹកយើងជួសលេខចូលយើងបាទគុណចែកទៅបាទនេះពេលយើងជួសលេខអញ្ចឹងយើងឃើញលទ្ធផលនេះគឺឃើញ38បាទ387បាទ.3ក្រាមអញ្ចឹងដូចនេះកម្រិតរលាយបាទស្ករសនៅសីតុណ្ហភាព60គឺ387.3ក្រាមបាទអញ្ចឹងចំណុចខបាទគេប្រើទឹក20ក្រាមវិញបាទដោយរំលាយសូដ្យូមនីត្រាតបាន24.40ក្រាមបាទអញ្ចឹងចាំមើលទឹកដែលយើងប្រើកើនណាពី10ទៅ20វាយ៉ាងម៉េចបាទតោះយើងប្រើរូបមន្តដដែលបាទ S ស្មើ m អងគុណឲ្យ100បាទលើ m ទឹកដោយ m អងតម្លៃហ្នឹងបាទ m ទឹកគឺ20ក្រាមយើងជួសលេខចូលអញ្ចឹងគេបានS ស្មើ24.40គុណ100លើ20អញ្ចឹងស្មើ122ក្រាមបាទអញ្ចឹងដូចនេះកម្រិតរលាយសូដ្យូមនីត្រាតនៅសីតុណ្ហភាព60អង្សាសេគឺ122ក្រាមយើងចូលទៅចំណុចគួរបាទអញ្ចឹងទឹក50ក្រាមរំលាយប៉ូតាស្យូមនីត្រាតបាន54.50ក្រាមបាទរូបមន្តដូចគ្នាខាងលើបាទ S ស្មើឲ្យ m អងគុណ100លើ m ទឹកបាទអញ្ចឹង m អងស្មើ54.50ក្រាម m ទឹកស្មើ50ក្រាមបាទគេបានកម្រិតរលាយបាទ S ស្មើ54.50គុណ100លើ50គុណចែករួចឃើញ109ក្រាមអញ្ចឹងដូចនេះកម្រិតរលាយសូដ្យូមនីត្រាតនៅសីតុណ្ហភាព60អង្សាសេបាទគឺ109ក្រាមបាទអញ្ចឹងសរុបមកវិញដើម្បីគណនាកម្រិតរលាយបានគឺបងអូនត្រូវប្រើរូបមន្តបាទដូចខាងលើនេះដោយលោកគ្រូបានបង្ហាញបងអូនបាទ S ស្មើ m អងគុណ100លើ m ទឹកបាទអញ្ចឹងបងប្អូនមានចំណុចអីបងប្អូនអាច comment សួរនៅខាងក្រោមបានបាទសូមអរគុណ